បាទជួបជាមួយនឹងខ្ញុំទៀតហើយត្រីក្រហមបាទប៉ុន្តែកុំច្រឡំថាត្រីស្ងោរបាទមិនមែនបាទថ្ងៃនេះគឺមានបទចម្រៀងថ្មីមួយបទទៀតហើយបាទច្រៀងជូនទៅឲ្យមិត្តភ័ក្តិស្ដាប់កំសាន្តប៉ុន្តែមុននឹងច្រៀងជូននៅបទចម្រៀងក៏សូមជម្រាបជូនទៅដល់មិត្តភ័ក្តិយើងនៅក្នុង Facebook ឲ្យបានដឹងថាបាទបងប្អូនប្រុសពីថ្ងៃមុនដែលគាត់មើលងាយមកលើពលករខ្មែរយើងជាសភាពនារីដែលមកធ្វើការងារនៅប្រទេសគេនេះឥឡូវគឺគាត់បានដឹងខុសហើយបាទគឺគាត់បានផុសសុំទោសទៅដល់បងប្អូនយើងហើយបាទល្មមតែដឹងខុសហើយព្រោះថាគាត់ធ្លាប់តែគាត់ផុសរូបអីទៅមានមិត្តជួយ like ក៏ដូចជា comment ប៉ុន្តែឥឡូវនេះបាទ comment ច្រើនជាង like ហើយបើកមើល comment ទៅបាទគឺសិតតែគេជេរទាំងអស់ដល់ពេលហ្នឹងគាត់ចាប់ដើមភ្ញាក់ខ្លួនបាទភ្ញាក់ខ្លួនគាត់ថាពាក្យសម្ដីរបស់គាត់និយាយនោះគឺខុសមិនត្រឹមត្រូវអត់មានអ្នកគ្រប់គ្រងបាទអញ្ចឹងហើយមនុស្សយើងចឹងថាពេលទំនេរយើងយកពេលទំនេរបាទទៅធ្វើអ្វីដែលមានប្រយោជន៍បាទធ្វើការងារឬមួយក៏ស្ដាប់ជំរាបស្ដាប់អីទៅកុំយកពេលទំនេរបាទដើរជេរគេដើរមាក់ងាយគេយើងជាខ្មែរដូចគ្នាយើងត្រូវតែស្រឡាញ់គ្នាសាមគ្គីគ្នាយើងមិននៅស្រុកគេបាទយើងត្រូវពឹងពាក់គ្នាទៅវិញទៅមកបាទខាងនេះមានការងារទៅខាងនោះធ្លាក់ការងារចឹងទៅយើងផ្ដល់ដំណឹងឲ្យគ្នាទៅវិញទៅមកដើម្បីបាទជួយគ្នាទៅវិញទៅមកម្នាក់ម្ដងបាទអញ្ចឹងហើយកុំឲ្យមានរឿងសៅមងទៀតបាទអញ្ចឹងហើយយើងបាទបំវែអារម្មណ៍មកស្ដាប់ចម្រៀងរបស់ត្រីក្រហមវិញបាទថ្ងៃនេះគឺមានបទថ្មីបាទតែងហើយបាទបទនេះគឺមានចំណងជើងថាធ្វើការស្រុកគេត្រូវចេះភាសាស្រុកគេបាទបទនេះគឺផ្ញើជូនទៅដល់មិត្តដែលមិនសូវចេះភាសាបាទដែលមិនសូវចេះភាសាថៃដូចខ្ញុំចឹងអត់សូវចេះទេបាទរាល់ថ្ងៃទៅធ្វើការនេះគឺត្រូវមាត់គេរាល់ថ្ងៃបាទគេនិយាយមកស្ដាប់អត់បានទេបាទដូចគោបែកឡើងយើងបាទសួរតែគេបាទអញ្ចឹងរីករាយស្ដាប់ទាំងអស់គ្នាណាមិត្តណាស្រណោះខ្លួនត្រូវមកគ្រោះនៅស្រុកគេមិនចេះអីទេសូម្បីភាសានិយាយទៅធ្វើការត្រូវមកថៅកែរាល់ថ្ងៃគាត់ប្រើឲ្យយកអ្វីតែខ្ញុំនេះស្ដាប់មិនយល់ប្រើទៅឆ្វេងខ្ញុំបែរជារត់ទៅស្ដាំខ្ញុំមិនទាន់ចាំចំណាំភាសាសាសគេខំផ្ទៀងស្ដាប់គាត់ដាក់ក្នុងសៀវភៅដែរពិបាកម្លេះទេគេសួរលើកដៃលើកជើងមិនមែននៅខ្មែរឯណាត្រូវខំរៀនភាសាគេបើមិនអញ្ចឹងទេដើររកការងារធ្វើមិនបានឡើយមើលតែខ្ញុំពេលនេះទៅគេសួរតែមិនចេះឆ្លើយយ៉ាប់ណាស់លោកអើយតែស៊ូទ្រាំព្រោះយើងអ្នកក្រចង់ចេះពេកទៅសួរអ្នកដែលមកមុនតែសួយធំគេប្រាប់តែពាក្យមិនល្អឃើញស្រីខំយកទៅនិយាយតបែរជាវ័នកគេដេញគប់ឡើងហុយដីមិនមែននៅខ្មែរឯណាត្រូវខំរៀនភាសាគេបើមិនអញ្ចឹងទេដើររកការងារធ្វើមិនបានឡើយមើលតែខ្ញុំពេលនេះទៅគេសួរតែមិនចេះឆ្លើយយ៉ាប់ណាស់លោកអើយតែស៊ូទ្រាំព្រោះយើងអ្នកក្រចិត្តហើយក៏បាទសូមជូនតែប៉ុណ្្នឹងទេបើជើងទៅមុខទៀតគឺគ្រាន់តែបាទវិលសារដើមវិញបាទប៉ុន្តែដល់ពេលវគ្គក្រោយហ្នឹងគឺខ្ញុំយកបទថៃយកមកបាទយកមកច្រៀងនិពន្ធអញ្ចឹងគឺបិទសំឡេងម្ចាស់ដើមគេអត់អញ្ចឹងមកជើងទៅមុខទៀតវាវល់បាទអញ្ចឹងក៏សូមជូនតែប៉ុណ្្នឹងទេបាទជាចុងក្រោយក៏សូមជូនពរដល់មិត្តភ័ក្តិទាំងអស់ដែលគាត់ស្រឡាញ់គាំទ្រខ្ញុំជួយ like ជួយ share បាទនិងជាពិសេសគឺ comment បាទអញ្ចឹងហើយគឺក៏ការ comment គឺខ្ញុំតាមដានមើលទាំងអស់បាទគឺពួកគាត់គឺសិតតែបាទគឺសិតតែជាមិត្តភ័ក្តិដ៏ល្អបាទគាត់សរសេរមកបាទអរគុណអញ្ចឹងក៏សូមជូនពរឲ្យមិត្តភ័ក្តិទាំងអស់បាទធ្វើការរលុយបានច្រើនផ្ញើទៅផ្ទះបាទអញ្ចឹងជាចុងក្រោយបាទសូមជម្រាបលាបាទពីខ្ញុំត្រីក្រហមបាទហើយនឹងមានបទចម្រៀងបាទថ្មីជាច្រើនទៀតបាទនៅក្នុងផុសក្នុង page មួយនេះបាទនេះជា page ពិតរបស់ខ្ញុំ page ពិតបាទអញ្ចឹងក៏សូមជម្រាបលាបាយបាយ